ព័ត៌មានទទួលបានពីខេត្តព្រះវិហាររដ្ឋបាលខេត្តព្រះវិហារគោរពវិញ្ញាណក្ខន្ធលោកប្រតិបាលឯកសួនរោតដែលបានលះបង់ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីព្រះវិហារនៅព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2025រដ្ឋបាលខេត្តព្រះវិហារក្រោមការដឹកនាំពីសំណាក់ឯកឧត្តមប្រាក់សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារពិតជាមានសេចក្តីរំជួលចិត្តយ៉ាងខ្លាំងបំផុតចំពោះបូរណភាពរបស់លោកប្រតិបាលឯកសួនរោនដែលបានទទួលមរណភាពកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025បូរណភាពរបស់លោកគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូលដើម្បីបុព្វហេតុការពារបូរណភាពទឹកដីយើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លានឃ្លាតឡើយនាងខ្ញុំធីប្រាជ្ញាពេជ្រធ្វើសេចក្តីរាយការណ៍